បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកអ្នកទាំងអស់គ្នាតិចទាក់ទងទៅនឹងរបៀបក្នុងការបង្កើត dynamic block របៀបចំណងជើងសរសេរចំណងជើងអញ្ចឹងណាឧទាហរណ៍នៅក្នុងចំណងជើងនេះគឺខ្ញុំ double click ខ្ញុំចង់សរសេរថាឧទាហរណ៍ខ្ញុំថាដាក់ pi អត់ទេខ្ញុំចង់សរសេរអញ្ចឹងចុះចានេះយើងមានបន្ទាត់វាស្រាប់មែនទេយើងអាចចាប់ទាញវាបានហើយអានេះបើ scale វាឧទាហរណ៍យើងចង់ដាក់ scale 1 លើម៉ានយើងចុចកន្លែងនេះមកយើងដូរដាក់ scale 1 លើ 40 ឧទាហរណ៍ឃើញហើយវាទៅ 40 អូខេអញ្ចឹងខ្ញុំត្រឡប់មកវិញអញ្ចឹង block ប្រភេទហ្នឹងយើងធ្វើមិនបាច់ឲ្យកន្លែងនេះដូចគ្នាដែរបើយើងចង់កែកន្លែងនេះខ្ញុំដាក់ថា sheet លេខ15ឃើញហើយវាទៅលេខ15អូខេអញ្ចឹងកុំឲ្យខាតពេលយើងទៅរៀនបង្កើតអាហ្នឹងទាំងអស់គ្នាទី1ដំបូងឡើយគឺយើងត្រូវគូសរូបឲ្យបានអញ្ចឹងសិនមកអញ្ចឹងខ្ញុំគូសជារង្វង់មួយសិនមកអញ្ចឹងខ្ញុំ C ហើយខ្ញុំយក D ខ្ញុំយកទំហំ300អ្នកគ្នាអាចយកតូចជាងហ្នឹងឬក៏យកប្រើ style មិនក៏បានដែរតោះនេះបន្តទៀតខ្ញុំឲ្យរង្វង់នេះបើសិនមែនតើទៅវាអត់អានេះទេបើយើងចង់បានបន្ទាត់ឲ្យធំអញ្ចឹងគឺលុះត្រាតែយើងប្រើ polyline មិនកើតតោះនេះអានេះគឺប្រើ polyline បន្តទៀតខ្ញុំ offset វាចេញបន្តិចមកឲ្យឃើញរបស់គេមាន offset អញ្ចឹងណាចានេះខ្ញុំ offset វា5មកតូចពេកម្នេះ5 offset 10មកបន្តទៀតកន្លែងនេះខ្ញុំអត់ប្រើបន្ទាត់អញ្ចឹងទេបើសិនជាប្រើអញ្ចឹងយើងអត់អាចដាក់global width របស់វាឲ្យធំអញ្ចឹងទេអញ្ចឹងខ្ញុំប្រើជា polyline តោះនេះអញ្ចឹងដើម្បីបង្កើតបានជា polyline យើង PL មកយើងនេះយើងដឹងថាកន្លែងនេះគឺយើងទាញមកចោលជាសិនមកតោះនេះយើងចោលចេះសិនមកហើយនេះយើងអាចដាក់ global width ត្រឹម10អីមកហើយ complete អានេះខ្ញុំដូរទៅជា layer annotation របស់យើងអូខេចុចលេខ3មកឲ្យវាទៅឈរនៅលើ annotation កាំងបាត់សារ file ឡើងវាដាក់អានេះច្រើនអូខេអញ្ចឹងអានេះបើខ្ញុំ match property ទៅក៏វាអត់ឲ្យដែរដោយសារវាភេទលំវងអញ្ចឹងវាអត់ស្គាល់ global width ទេអញ្ចឹងលុះត្រាយើងដូរវាទៅជា polyline ដើម្បីដូរទៅ polyline យើងគ្រាន់គូសផ្ដាមលើហ្នឹងមកតោះនេះអញ្ចឹងយើង PL មកហើយយើង A ចុះមកនេះជាប់ចុច escape អត់ទៅអញ្ចឹងកាំងបាត់យើងអានេះខូចអញ្ចឹងវាដាច់ comment នេះអញ្ចឹងអានេះខ្ញុំ PL មកខ្ញុំ A មកខ្ញុំចាប់កន្លែងនេះមួយអូខេខ្ញុំចាប់ទាញវាអានេះខ្ញុំទុកបន្លោះដូចគេដែរអញ្ចឹងណាខ្ញុំលុបវាចេញមកហើយខ្ញុំ match property វានេះទៅក៏វាបានអញ្ចឹងហ៎អានេះវាអូខេខ្ញុំទុកអានេះធំអញ្ចឹងចុះហើយអានេះខ្ញុំត្រៀមវាដែរទៅអូខេបន្តទៀតយើងមានបន្ទាត់មួយកដាលហ្នឹងមែនទេយើង PL វាចោលមួយមកក៏ប៉ុន្តែវាអត់ដល់ហ្នឹងឯងយើងអីយើងអាចទាញវាមកមុខបន្តិចមកប៉ុណ្ណឹងបានហើយឲ្យចំកដាលបញ្ចូលលើនេះមកនេះឲ្យវាចំកដាលហើយ match property វាមកនេះ global width យកទៅ5អីបាននេះទៅតូចតិចទៅនេះបន្តទៀតយើងបាន tick នេះបើសិនជាយើងចង់ដាក់ str រហូតគឺយើងសរសេរធម្មតាតោះនេះអញ្ចឹងយើង enter មកយើងដឹងថាបើសិនជាយើងគូស scale 1 លើ 30ខ្ញុំប្រើដូចគ្នាអញ្ចឹងscale 1 លើ 30ចំណងជើងរបស់យើងប្រកាសជាយើងប្រើប្រភេទចំណងជើងវាធំជាង tick ធម្មតាអញ្ចឹងយើងយក 2.5 អីមកតោះនេះ 2.5 គុណជាមួយនឹង30អញ្ចឹងវា75មែនទេអញ្ចឹង ATT មកយើងវាយ comment ណា ATT យើងបង្កើតជា tick មួយជា attribution tick ណាភេទអញ្ចឹងអានេះខ្ញុំដាក់ថា title អញ្ចឹងខ្ញុំដាក់ចោលសិនទៅអានេះដាក់ដូចគ្នាអញ្ចឹងទៅហើយបន្តទៀតសំខាន់កន្លែងនេះខ្ញុំចង់ដាក់នេះអញ្ចឹងនៅពេលដែលយើងសរសេរចំណងជើងគឺយើងសរសេររត់ពីឆ្វេងទៅស្ដាំហើយមែនទេអញ្ចឹងឲ្យ fix នៅខាងនេះមិនថាឲ្យវាតម្រឹមនៅខាងឆ្វេង
ចឹងកន្លែងនេះយើងបង្កត់ your left ហ្នឹងណាហើយតតងទៅនឹង style យើងប្រើអីគេចឹងយើងប្រើអសយគេយើងប្រើនេះយើងអត់មាន style ហើយយើងបង្កើត style មួយទៀតចឹងខ្ញុំចង់បានប្រភេទអានេះមួយទៀតចឹងខ្ញុំបង្កើត text style មួយទៀតមក text style នេះគឺខ្ញុំចុចញូមកខ្ញុំដាក់ថាបងប្អូនគ្នាស្រឡាញ់ font អីដាក់ font ហ្នឹងមកតោះនេះខ្ញុំយកមកនេះហើយប៉ុណ្ណឹងមក apply មកចឹងខ្ញុំ ATT ម្ដងទៀតអូខេហើយខ្ញុំដាក់ title នេះខ្ញុំ copy វាមកអានេះខ្ញុំយក trim left ហើយកន្លែងនេះខ្ញុំយកនេះមកតទៅទៀត compose text យកប៉ុន្មាន compose text ខ្ញុំប្រើ scale 1 លើ 30 អញ្ចឹងនេះយើងដាក់ 75 មក rotation គឺតាក់ទងនឹងការមុំ7យើងអត់ត្រូវការមែនទេអញ្ចឹងយើងចុច OK មកសំដៅនេះស្អីគេខ្វាយគេបើខ្ញុំដក clear នេះអូខេមកពីខ្ញុំចុចដក clear អញ្ចឹងកន្លែងនេះខ្ញុំចុចមួយនៅពេលនេះមកយើងអាច move វាចុះមកក្រោមតិចនេះអូខេហើយចង់ឲ្យវីដេអូពណ៌ក៏បានដែរនេះជាងស្រេកដូរពណ៌តាមហ្នឹងណាហ្នឹងហើយដាក់ពណ៌ក្រហមដែរទៅឬក៏ពណ៌ណាក៏បានដែរអូខេស្រ័យលើ plot style របស់យើងទៀតហ្នឹងណាហ្នឹងហើយបន្តមកទៀតអានេះយើងទុកវាចោលសិនមកហើយយើងទាក់ទងនឹង scale អញ្ចឹងអានេះ scale យើងអត់ត្រូវការបដូរទេមែនអត់យើងដូរតែ1លើ 30 នេះទេអញ្ចឹងកន្លែងនេះយើងអានេះយើងយកឲ្យតូចជាងតើណា ATT មកអញ្ចឹងអានេះខ្ញុំដាក់ scale scale នេះយើងសរសេរ fix ធម្មតាអញ្ចឹងអានេះយើងដាក់ថា1លើ 30 1លើ 30 អាហ្នឹង default របស់វាហើយយើងសរសេរគឺឲ្យសរសេររត់ពីនេះដូចគ្នាទៅអញ្ចឹងយើងប្រើ font ដូចគ្នាដែរបន្តមកទៀតកន្លែងនេះយើងយកត្រឹមអត់ដល់2ទេដល់1.8មកគុណជាមួយនឹង30មកយើងបាន54កន្លែងហ្នឹងណាអញ្ចឹងកន្លែងនេះដាក់54មកអញ្ចឹងនេះអូខេយើងអាចទៅយក 1.5 ក៏បានដែរចុចអូខេមកកន្លែងនេះខ្ញុំដាក់វា place ចោលធំពេកមែនទេធំពេកម្ដងទៀតមក1លើ 30 1លើ 30 1លើ 30ហើយនេះខ្ញុំយកត្រឹម 1.5 បានហើយ 1.5 គុណជាមួយនឹង30របស់យើងនេះ45មែនទេអូខេ45មកខ្ញុំចុចអូខេមកបាទបន្តទៀតអានេះយើងទុកនៅដដែលអញ្ចឹងយើងបង្កើតអក្សរធម្មតាទីធម្មតាមកអញ្ចឹងអានេះខ្ញុំដាក់ថា scale ក៏ប៉ុន្តែ compose text វាយកឲ្យប៉ុនគ្នាមកអូខេ45ខ្ញុំ explode ប្រើប្រភេទ single text យើង move វាមកបន្តិចមកយើងសេរីវាស្មើគ្នាតទៅទៀតអានេះ A3 ខ្ញុំខ្ជិលឡាហើយខ្ញុំដាក់អានេះដូចគ្នាដែរខ្ញុំ copy ចេញពីនេះមកខ្ញុំដាក់ថាខ្ញុំចង់ដាក់ fix អញ្ចឹងរហូត STO បើទាំងអស់គ្នាចង់ដូរកន្លែងហ្នឹងដាក់ជាស្អីយើងអាចកែបានតោះនេះហើយខាងក្រោមនេះខ្ញុំប្រើប្រភេទអានេះដូចគ្នាដែរអញ្ចឹងខ្ញុំ ATT មួយទៀតមកខ្ញុំដាក់ថា seat number ដាក់ថា seat ចោលហ្នឹងមកបន្តទៀតតទៅពេលក្នុងប្រអប់នេះយើងចង់ឲ្យសរសេរគឺយើងចង់ឲ្យសរសេររត់ញែកពីកណ្ដាលតោះនេះចានេះយើងយកគេ middle center មកតោះនេះ middle center នេះមកហើយទំហំ text ខ្ញុំយកប៉ុនគ្នាទៅលួចយកឲ្យតូចជាងក៏បានយកប៉ុណ្ណឹងប៉ុនគ្នាទៅណាខ្ញុំចាក់ចេញមកហើយមួយចុះក្រោមប៉ុណ្ណឹងទៅបានហើយបន្តមកទៀតបងប្អូនគ្នាយើងចាប់ផ្ដើម block select លើវាទាំងអស់មកអានេះយើងមានបន្ទាត់ពីលើនេះមួយទៀតមែនអត់អញ្ចឹងអានេះខ្ញុំ offset ទៅ10ដែរមកហើយខ្ញុំ match property មកនេះ
នេះយើងដាក់0មកមិន property ស្អីទេអូខេនេះប៉ុណ្នេះចានេះខ្ញុំត្រៀមវាដាច់ទៅកុំឲ្យឃើញច្រឡំអញ្ចឹងអូខេអានេះខ្ញុំមូមកតិចមកអូខេអញ្ចឹងយើងចាប់ផ្ដើម block វាមួយមក v enter មកអញ្ចឹងកន្លែងនេះខ្ញុំដាក់ថាឈ្មោះមកក៏បានដែរតោះណាហើយយើង pick កដាលមួយមក pick វាអាចដាក់កន្លែងនេះក៏បាននៅកន្លែងនេះក៏បានដែរឬក៏គីនេះក៏បានដែរកន្លែងណាក៏បានដែរតោះណាអានេះវាជាន់ឈ្មោះអញ្ចឹងខ្ញុំដាក់ចោលអញ្ចឹងទៅវាជាន់ឈ្មោះអូខេអញ្ចឹងអានេះយើងទុកវាចោលដល់ពេល seed នេះខ្ញុំជំនួសវាដោយ001អីមកចុច OK មកផ្សេងទុកអញ្ចឹងអូខេអញ្ចឹងអានេះយើងអត់តន់យើងសរសេរបានដល់តខ្ញុំដាក់ថា section ដាក់ថានិយាយចោល PyCap layout plan តនេះ layout cycle ក៏ប៉ុន្តែអានេះខ្ញុំអត់តន់អាចទាញបានទេណាអញ្ចឹងដើម្បីទាញអានេះបានដូចអាមួយនេះយើងទៅធ្វើម៉េចយើងចុចលើវាមក right click យកពាក្យថា block editor នេះអញ្ចឹងទាំងអស់គ្នាកន្លែងនេះយើងប្រើមួយយើងដល់ពេលយើង block editor វា load កន្លែងនេះ load កន្លែង dynamic block ឲ្យយើងណា edit នេះអញ្ចឹងកន្លែង parameter នេះទាំងអស់គ្នាគ្រាន់តែចុចលើ linear នេះមកយើងចាប់កន្លែងនេះមួយអានេះចាប់ដូច dimension អញ្ចឹងចាប់ទាញទៅលើក៏បានទៅក្រោមក៏បានដែរ click មកអញ្ចឹងមកបន្តមកទៀតទាំងអស់គ្នាចូលកន្លែង action តោះនេះចូលកន្លែង action នេះមកបន្តអស់គ្នាយកពាក្យថា stretch មកហើយទាំងអស់គ្នាឃើញ message load មកគេដាក់ថា select parameter អញ្ចឹងវាឲ្យ select parameter នេះគឺជា parameter ដែលយើងចាប់មិញណាដូច dimension អញ្ចឹងចាប់ select parameter ហើយបន្តមកទៀតវាថា specify parameter point to associate in action center អញ្ចឹងខ្ញុំ click កន្លែងនេះមួយមកបន្តមកទៀតយើងធ្វើដូចយើង select អញ្ចឹងយើងទាញមកចេះយើងចង់មានន័យថាយើងចង់ stretch វាដូចយើង select គឺម្ដុំនេះទៅចាប់ទាញហើយចំណុចចាប់របស់វាគឺនៅម្ដុំនេះហើយយើង select object ដែលយើងចង់ stretch ហ្នឹងគឺមានអីគេមានអានេះទេមែនទេមានតែបន្ទាត់2ហ្នឹងទេនេះបន្ទាត់2ហ្នឹង select មកប៉ុណ្ណឹងមកយើងចុច enter មួយមកហើយបាទអញ្ចឹងយើងចុច close វាវិញមកហើយចុច save មកតោះនេះអញ្ចឹងអានេះយើងអាចចាប់ទាញវាទៅបានហើយតោះនេះអញ្ចឹងយើងចង់អានេះយើងចង់កែវាដាក់1លើ30ចេះក៏បានដែរចានេះសញ្ញារះ2ហ្នឹងអូខេហើយពណ៌នេះយើងអាចដូរបានអញ្ចឹងប៉ុណ្ណឹងណាអញ្ចឹងសង្ឃឹមថាតោះគ្នាបានរៀនពីរបៀបបង្កើតអានេះអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀត